ជំរាបសួរញាតិប្រុសស្រីនេះគឺការសែនដូនតាថ្ងៃសែនដូនតាអញ្ជើញដូនតាមកដើម្បីទៅកាន់បិណ្ឌនៅវត្តយើងធ្វើបុណ្យមួយវែកសម្ដេចមួយគួរធ្វើទានធ្វើសិលទាំងអស់តាមសាសនាពីប្រងតាមសាសនាបុរាណដែលខ្ញុំក៏ធ្លាប់និយាយធ្លាប់ឡាយផ្សាយប្រាប់ញាតិប្រុសស្រីរឿយដែរថាបុណ្យជុំបិណ្ឌកាន់បិណ្ឌនេះគឺជាបុណ្យនៅក្នុងសាសនាព្រាតព្រងរបស់ខ្មែរយើងអញ្ចឹងនេះជាពិធីដែលប្រពធ្វើថ្ងៃដំបូងគឺថ្ងៃនេះគឺនៅថ្ងៃសៅរ៍ហើយស្អែកហ្នឹងត្រូវអញ្ជើញឲ្យលោកទៅកាន់បិណ្ឌណានឹងរៀបចំឲ្យលោកយើងនៅមុនមកដើម្បីទទួលនៅកយាហាបូជាសម្លៀកបំពាក់ផ្លែឈើឲ្យលោកបានស្កប់បានស្កល់ឲ្យបានបរិបូរណ៍ក្នុងគោលបំណងរបស់កូនចៅនោះឲ្យជំនឿតាមជំនឿនោះគឺពួកយើងតែងដឹងថាពលឹងបុព្វការីជនតែងតែតាមថែរក្សាយើងជារៀងរាល់ថ្ងៃហ្នឹងនឹងជំនឿហ្នឹងនឹងជំនឿនេះនៅក្នុងសាសនាព្រាព្រងមិនថាចិនមិនថាខ្មែរទេគេអត់បានដឹងទេហ្នឹងហើយគឺជំនឿហ្នឹងគឺជំនឿរបស់ខ្មែរយើងតាំងពីសម័យបុរេប្រវត្តិបន្សល់ទុកដល់យើងសពថ្ងៃហ្នឹងគេជំនឿថាពលឹងបុព្វការីជនហ្នឹងតែងតែថែរក្សាយើងហ្នឹងហើយចឹងមកចង់ស្ដាប់អ្នកចង់ស្ដាប់ក៏ចូលមកទាំងអស់គ្នាមកទាំងអស់គ្នាយណាចូលមកយណាណាមកហ្នឹងហើយខ្ញុំនឹងរៀបរាប់អំពីពិធីនេះបន្តជាមួយញាតិឲ្យក្រែងទៅញាតិមានចម្ងល់ឆ្ងល់អីខ្ញុំនឹងបន្តការបកស្រាយណាអូខមមិនបានយណាអាចខមមិននៅខាងក្រោមទៅក្នុងពិធីទាំងអស់ហ្នឹងហ្នឹងហើយខ្ញុំនៅក្នុងការផ្សាយហ្នឹងញាតិអាចទៅដើម្បីចង់បានវែងញាតិអាចចូលទៅក្នុងchannel YouTube ញាតិអាចចូលទៅក្នុងchannel ជាភាសាអង់គ្លេសដាក់ថា Red Diamond ញាតិចូលទៅក្នុង Red Diamond ទៅហ្នឹងហើយអ្នកបានឃើញនៅក្នុងវីដេអូ live ហ្នឹងទោះបីជាមិនបានរៀបរយក៏បាន live ឲ្យញាតិដឹងនៅក្នុងរឿងនឹងដែរញាតិណាអញ្ចឹងប៉ុណ្ណឹងណាញាតិណាសូមគោរពស្នាថាកុំភ្លេច Subscribe Channel ផងដើម្បីបានជាញាតិនឹងគ្នា